បាទជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel សុជាសេរីម្ដងទៀតថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទាក់ទងនឹងការប្រើប្រាស់កម្មវិធីផ្សេងៗនៅក្នុងទូរស័ព្ទ iPhone ដោយដែលបងប្អូនបានដឹងស្រាប់ហើយក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone វាមានកម្មវិធីជាច្រើនដែលយើងអាចប្រើហើយនឹងមានមុខងារសំខាន់ៗដែលយើងប្រើប្រាស់ដែលមានភាពងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានទាក់ទងនឹងមុខងារមួយនៅក្នុងទូរស័ព្ទ iPhone ដែលយើងងាយស្រួលប្រើក្នុងការប្រើប្រាស់កម្មវិធីមុខងារនេះគឺយើងងាយស្រួលចេញនិងងាយស្រួលចូលនិងមានមុខងារសំខាន់នៅក្នុងកម្មវិធីនេះផងដែរអញ្ចឹងមុខងារនេះដែលយើងមានឈ្មោះថា Easy Touch នៅក្នុងទូរស័ព្ទ iPhone គឺយើងមានភាពងាយស្រួលក្នុងការប្រើប្រាស់មុននឹងចាប់ផ្ដើមទៅការកំណត់កម្មវិធីនេះអញ្ចឹងសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជាដំបូងយើងចូលមកក្នុង setting របស់ iPhone មកបន្តមកទៀតបងប្អូនជ្រើសរកពាក្យ accessibility បន្ទាប់ពីចូល accessibility ហើយបងប្អូនរើសរកពាក្យ touch អូខេយើង scroll មកខាងលើបន្តិចមកយើងចុចនៅលើពាក្យ touch បន្ទាប់ពីចុចពាក្យ touch ហើយយើងអូស scroll មករកពាក្យខាងលើយើងរកម៉ាស៊ីនអូខេយើងនេះអូខេពាក្យ assistive touch យើងបើកមុខងារហ្នឹងមកបន្ទាប់មក Easy Touch វានឹង load នៅលើ screen របស់ iPhone បន្ទាប់មកវាបញ្ជាក់យើងថាយើងបានប្រើប្រាស់ Easy Touch គឺវាមានមុខងារច្រើននៅក្នុងកម្មវិធីហ្នឹងគឺមានច្រើននៅក្នុងផ្នែក Easy Touch ឥឡូវយើងសាកល្បងប្រើប្រាស់ Easy Touch មកតែដល់ Easy Touch យើងមានពាក្យ lock screen rotate volume ហើយនៅក្នុងពាក្យ more ក៏មានច្រើនទៀតដែរអូខេយើងមើលនៅក្នុងពាក្យ more យើងមានពាក្យ app switcher screenshot source set ហើយនឹង restart accessibility shortcut reachability speak screen នេះជាកម្មវិធីមួយដែលយើងប្រើប្រាស់នៅក្នុង Easy Touch ឥឡូវយើងសាកល្បងប្រើប្រាស់ Easy Touch នៅក្នុង Facebook យើងចូលនៅក្នុង Facebook បងប្អូនចង់មើលចង់ scroll ឡើង scroll ចុះបន្ទាប់ពីបងប្អូនមើលរួចហើយបងប្អូនចង់ចេញពីកម្មវិធីហ្នឹងគឺយើងមិនពិបាកចុចសញ្ញាប្រូចថយទេគឺបងប្អូនចុចតែលើនៅ Easy Touch ទៅយើងយកពាក្យ home គឺយើងចេញពីកម្មវិធីហ្នឹងតែម្ដងឧទាហរណ៍បងប្អូនចូលនៅក្នុង YouTube ដូចគ្នាដែរពេលដែលបងប្អូនមើលបន្ទាប់ពីមើលរួចហើយបងប្អូនចុចលើ Easy Touch ទៅគឺវាចេញពីកម្មវិធីហ្នឹងដូចគ្នាដែរមិនថា TikTok មិនថាអីទេគឺ Easy Touch គឺងាយស្រួលប្រើប្រាស់ក្នុងការ short screen នៅលើទូរស័ព្ទ iPhone ក៏មានភាពងាយស្រួលយើងគ្រាន់តែចុចទៅលើ Easy Touch គឺបងប្អូននឹងទទួលបាន short screen តែម្ដងងាយស្រួលក្នុងការប្រើប្រាស់ Easy Touch លើទូរស័ព្ទ iPhone សូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនិងគំនិតល្អៗបន្តទៀតបាទសូមអរគុណ